កម្រងទស្សនភាពនៃការសម្ដែងរបស់ព្រះនាងនរោត្តម ចេនណា នៅក្នុងកម្មវិធី Hainan Spring Festival Gala នៅក្នុងខេត្តហៃណានប្រទេសចិនការងាររបស់ព្រះនាងនរោត្តម ចេនណានៅឯប្រទេសចិនមមាញឹកខ្លាំងណាស់សឹងតែថាមួយឆ្នាំតែរាជវង្សអង្គនេះពាក់កណ្ដាលនៅខ្មែរហើយពាក់កណ្ដាលទៀតនៅចិនថ្មីនេះព្រះនាងនរោត្តម ចេនណាដែលមានព្រះជន្ម13ព្រះវស្សាបានបង្ហាញវត្តមាននៅក្នុងកម្មវិធីជាមួយក្រុមចម្រៀងកុមារដែលកម្មវិធីបង្ហាញពីនិមិត្តរូបនៃមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិននិងកម្ពុជាក្នុងការចែករំលែកទន្លេជាប្រភពទឹកតែមួយនិងបេះដូងតែមួយទ្រង់បានបកស្រាយបទ Drinking from the same river ជាភាសាចិនបានយ៉ាងល្អបូករួមជាមួយសម្លៀកបំពាក់យ៉ាងស្រស់ស្អាតបែបនារីខ្មែរដែលទ្រង់គឺជាតំណាងខ្មែរនៅលើឆាកអន្តរជាតិសម្រាប់សម្លៀកបំពាក់របស់ទ្រង់ឈុតទី1គឺជាឈុតរពណ៌ផ្លែឈូកមានដិនអង្កាំមានពណ៌ក្រហមនិងចម្រុះពណ៌ដទៃទៀតនិងសម្រាប់ឈុតទី2រឹតតែស្រស់ស្អាតនិងធ្វើឲ្យព្រះនាងខ្មែរអង្គនេះមើលទៅកាន់តែស្រស់ស្អាតជាមួយនឹងឥរិយាបថដ៏ថ្លៃថ្នូរទន់ភ្លន់និងគួរឲ្យគោរពទាំងពីរឈុតរបស់ព្រះនាងនរោត្តម ចេនណាមើលទៅទាំងស្រស់ស្រទន់និងអស្ចារ្យសមនឹងរូបរាងរបស់ទ្រង់តែម្ដង